រិយានិងលីណាជាមិត្តភក្តិដែលតែងតែស្វែងរកដំណើរផ្សងព្រេងថ្មីៗថ្ងៃនេះពួកគេមានបេសកកម្មមួយសូរិយាយើងជិតដល់ហើយប្រាសាទក្បាលក្រុមនៅត្រង់នេះបន្តិចទៀតប្រយ័ត្នបន្តិចលីណាថ្មខ្សឹបនេះត្រូវតែដាក់នៅកន្លែងរបស់វាដោយសុវត្ថិភាពបំផុតចាណាអស្ចារ្យណាស់វាស្ងាត់ជ្រងំជាងយើងគិតទៅទៀតបាទមើលទៅនេះជាកន្លែងដាក់ថ្មខ្សឹបហើយអាយ៉ាមើលតើវល់ទាំងនេះធំដល់ម្លឹងយើងមិនអាចឆ្លងកាត់បានទេគ្មានផ្លូវទេពួកវារឹងដូចថ្មខ្ញុំគិតថាត្រូវតែកាត់វាហើយចាំសិនលីណាយើងមិនចាំបាច់បំផ្លាញអ្វីទាំងអស់ទេប្រសិនបើយើងរកច្រកចូលតែមួយតែវាត្រូវតែឆាប់យើងមិនមានពេលច្រើនទេខ្ញុំជាអ្នកក្លាហានខ្ញុំនឹងបំបែកវាហើយខ្ញុំជាអ្នកគិតគូរការក្លាហានការពិនិត្យមើលលម្អិតគឺសំខាន់ជាងកម្លាំងទៅទៀតតើអ្នកគិតថាអ្នកអាចរកឃើញអ្វីមួយដែលយើងខកខានមែនទេឃើញហើយវល់តែមួយនេះមិនតាក់ទងគ្នាទេយើងអាចទាញវាចេញថ្នមៗបានអស្ចារ្យណាស់សូរិយាការគិតរបស់ឯងពិតជាមានប្រយោជន៍មែនលីណាយើងមានបញ្ហាថ្មីហើយខ្សឹបផែនទីមានផ្លូវតូចមួយនៅខាងស្ដាំតាមខ្ញុំមកបានហើយយើងធ្វើបានហើយយើងបានដាក់ថ្មខ្សឹបត្រឡប់មកកន្លែងដើមវិញដោយជោគជ័យបើគ្មានគំនិតនិងវ៉ែនតាពង្រីករបស់ឯងទេយើងនៅតែជាប់គាំងនៅអញ្ចាំងវត្តនោះដដែលហើយបើគ្មានភាពក្លាហាននិងការចងចាំផ្លូវរបស់ឯងទេនោះសត្វជ្រូកព្រៃប្រកាសជាភ្ញាក់